បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលដំណាំដែលខ្ញុំដាំនៅជំនវិញបរិវេណផ្ទះដែលខ្ញុំដាំជាលក្ខណៈចម្រុះរបៀបជាលក្ខណៈប្រៃហាអញ្ចឹងយើងដាំដីយើងទូយើងដាំរុក្ខជាតិឲ្យច្រើននៅក្នុងពេលដីតែមួយនេះមានដូចជាអង្គាដីមានចេកមានរុក្ខជាតិដែលយើងមិនអាចប្រមូលផលបានហើយមានដូចជាដើមកញ្ញូហើយឥឡូវនេះវាចេញផ្លែហើយនេះគឺផ្លែអង្គាដីផ្កាច្រើនមែនទែនបងប្អូនយើងដាំទុកចូលអត់បានថែទាំទេហើយមានដូចជានេះជុករត់ក៏មានច្រើនដែរផ្កាយើងគ្រាន់តែបាចគ្រាប់វាចូលនេះមើលទៅយើងដាំបែបនេះគឺយើងមិនចាំបាច់ប្រើប្រាស់ជីច្រើនហើយយើងក៏មិនចាំបាច់ស្រោចទឹកច្រើនដែរដោយសារតែវាជារុក្ខជាតិចម្រុះវាអាចលូតលាស់ដោយខ្លួនឯងបានហើយមែនតើទៅវាងាយស្រួលក្នុងការថែទាំនេះឥឡូវការនេះមានច្រើនតែមកផ្កាគៀដីនេះច្រឡំអានេះផ្កាឈុករត់សរសើរតែបងដាំនៅជុំវិញផ្ទះនេះដាំរុក្ខជាតិចម្រុះទៅវាពិតជាសរសើរមែនលក្ខណៈបែបព្រៃច្រើននៅជុំវិញផ្ទះចំពោះដំណាំនេះដាំដូចជាបាន3ខែនេះបើដើមយើងដាំញឹកអញ្ចឹងគឺដើម្បីឲ្យវារក្សានៅគម្របដីហើយនឹងទៅពេលលឹកវាជ្រុះទៅលើដីវារលួយវាខ្លាយជាជាតិជីវាធ្វើឲ្យដើមលូតលាស់កាន់តែល្អកាន់តែខ្ពស់ថែមទៀតហើយដាំបែបនេះយើងងាយស្រួលថែទាំហើយយើងមិនចាំបាច់ចំណាយកម្លាំងពលកម្មស្រោចទឹកដាក់ជីហើយនឹងមើលថែវាទេយើងដាំចោលល្អហើយចំពោះដំណាំគៀដីនេះផងដែរក៏វាមិនពិបាកមើលថែទេយើងគ្រាន់តែដាំវាថែតែទូចហើយយើងក៏ទុកចោលវាជាដំណាំដែលងាយស្រួលថែមែនតើបាទនេះដាំនៅលើផ្ទៃដីនេះដាំច្រើនក៏ប៉ុន្តែវាងប់ឲ្យច្រើននៅដំណាំយើងទុកចោលនៅក្បែរផ្ទះនេះយើងដាំនៅបរិវេណជុំវិញផ្ទះយើងអញ្ចឹងទៅដាំបែបកំសាន្តផងនឹងជាម្លប់សម្រាប់យើងច្រកក៏ដូចជាសត្វដែលវាព្រោះនៅទីនេះវាមិនសូវមានដើមឈើអញ្ចឹងទៅយើងដាំរុក្ខជាតិខ្លះដើម្បីឲ្យជាជំរកដល់សត្វក៏ដូចជាយើងជាជំរកខ្លួនយើងផ្ទាល់ផងដែរឥឡូវវារៀងស្ដុកយើងកាត់ចុះខ្លះបងប្អូនបាទចំពោះវីដេអូនេះក៏មានតែប៉ុណ្ណេះបងប្អូនខ្ញុំចង់បង្ហាញបងប្អូនតែប៉ុណ្ណឹងបាទជម្រាបលាបងប្អូន